សួស្តីដល់គ្នាថ្ងៃហ្នឹងវិលត្រឡប់មកជួបគ្នាសាយថ្មីម្ដងទៀតហើយថ្ងៃហ្នឹងគឺខ្ញុំមានវីដេអូមួយគឺតកតងទៅនឹង role information ដែលយើងនឹងតពីវីដេអូមុនហើយវីដេអូមុនយើងធ្វើបានតែ login register ហើយនឹង get profile តែប៉ុណ្ណឹងទេហើយវីដេអូនេះគឺខ្ញុំមកធ្វើបន្តទៅតាម role information ដែលគ្នាឃើញអត់គឺខ្ញុំ screenshot កូដចូលមក review ទេដោយសារខ្ញុំ record ចំនួន4ដងហើយវាអត់ជាប់ទេគ្នាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថា screenshot ហើយយកវាមក review ឲ្យអ្នកគ្នាមើលវិញហើយខ្ញុំនឹងប្រាប់ចំណុចមួយៗឲ្យគ្នាដឹងដោយចំណុចដំបូងនៅក្នុងការធ្វើ role information ហ្នឹងគឺយើងត្រូវមាននៅ model ដែលគេហៅ model role information នឹងដែលយើងបង្កើត model 2ហ្នឹងមកដើម្បីយើងទៅ store permission និង store role បន្ទាប់ពីអ្នកគ្នាបានបង្កើត model 2ហ្នឹងហើយអ្នកគ្នាត្រូវចូលទៅក្នុង controller ដើម្បីធ្វើការ set up សម្រាប់បង្កើតនៅ role information ហ្នឹងដើម្បីអាចថាបង្កើតអាច delete អាចគ្រប់វាបានចឹងទៅតែដោយសារតែខ្ញុំបានធ្វើហ្នឹងហើយខ្ញុំបានបង្ហាញទេសិនច្រើនអ្នកគ្នាអញ្ចឹងខ្ញុំនឹងដាក់នៅក្នុង GitLab ដើម្បីអ្នកគ្នាអាច clone យកប្រើបានហើយ GitLab ហ្នឹងខ្ញុំនឹងដាក់នៅក្នុង description អូខេអ្នកគ្នាបន្ទាប់ពីយើងបានធ្វើការគ្រុតនៅ role information នៅក្នុង controller រួចអស់ហើយគឺយើងមកធ្វើការឆែក permission ដែលនៅក្នុងការឆែក permission ហ្នឹងគឺយើងមានការប្រកាសនៅ variable សម្រាប់បង្កើត function មកយើងដាក់តែឆែក permission អញ្ចឹងមកហើយក្នុងនោះយើងមាន route name ហើយនៅក្នុងហ្នឹងក្នុង route name ហ្នឹងយើងប្រើត្រៃឆែកផងមកការឆែកហ្នឹងគឺយើងប្រើត្រៃឆែកមកដើម្បីងាយស្រួលចាប់ PVA ហ្នឹងកុំឲ្យ server យើងមានការកើងហើយនៅក្នុងហ្នឹងយើងមាន parameter ឈ្មោះ route name ហ្នឹងក្នុង parameter route name ហ្នឹងគឺកន្លែងយើងប្រកាស route ដែលយើងឆែកដំបូងគឺយើងមុននឹងយើងចូលដល់ក្នុងការឆែក route គឺយើងត្រូវឆែក user សិនចង់ដល់ user ហ្នឹងមាន role អីចឹងទៅអញ្ចឹងយើងទី1យើងប្រកាសនៅ user មក user បន្ទាប់មកយើងធ្វើការស្វែងរក user ហ្នឹងដោយ request user.id របស់យើងហ្នឹងដោយ user.id ហ្នឹងគឺយើងបានមកពីជាពេលយើង login គឺយើងនឹងមានហើយត្រង់ហ្នឹងខ្ញុំបានបង្ហាញពីដើមវីដេអូមកហើយពីនៅក្នុងវីដេអូទី1យើងហ្នឹងតើតើទៅនឹង authentication របស់យើងហ្នឹងអញ្ចឹងបន្ទាប់មកយើងនឹងបាន user ហើយ user ហ្នឹងប្រកាសជាគាត់មាន role ហើយអញ្ចឹងយើងឆែកឲ្យឃើញយើងឆែកទី1បើសិនជា user ហ្នឹងមាន role យើងនឹងឲ្យគាត់ទៅបន្តឆែកនៅ permission មកយើងតទៀតទៅបើសិនជាគាត់មានទៅយើងនឹងឲ្យគាត់បញ្ចប់ត្រឹមហ្នឹងឲ្យគាត់ធ្វើការតើគាត់មាន role បាទគាត់ឲ្យបន្តទៅមុខបានអញ្ចឹងគ្នាឃើញហើយថាយើងមិនអាច access ចូលបានទេដោយសារយើងអត់មាន role អូខេអញ្ចឹងបើសិនជាគាត់មាន role ហើយគាត់នឹងបន្តទៀតក៏យើងឆែកថាបើសិនយើងយក user ហ្នឹងហើយយើងធ្វើការឆែកឃើញហ្នឹងយើងនឹងទៅឆែកបន្តទៀតដោយ user .role user.role permission របស់យើងហ្នឹងយើងប្រកាសជាឃើញហើយ permission ហើយយើង route ទៀត route ហ្នឹងកន្លែងយើងយកទៅឆែកបើសិនជា user.role.route វាស្មើនឹង route name របស់យើងហ្នឹងវាពិតតែបើសិនជាមិនពិតទេគឺយើងនឹង define ថា user ហ្នឹងអត់មានគាត់ថាគាត់ហ្នឹងអត់មាន role ក្នុងការ access ទេឬក៏អាចថាអត់មាន permission ជាថាអត់មាន permission នៅក្នុងការ access នៅ route មួយហ្នឹងតែបើសិនជាមានយើងនឹងឲ្យគាត់ next បន្តទៀតអូខេបន្តទៀតយើងមកមើលក្នុងការប្រើ API ក្នុងការឆែក permission ហ្នឹងនេះគេឃើញហើយ function ឆែក permission ហើយមាន role.list ហើយទៅ role ស្ដក1 by id role ដក1 create role ដក update role ដក delete ហ្នឹងកន្លែងនេះវាឆែក permission ហើយដោយគ្នាត្រូវចាំថាបើសិនជាក្នុងparameter នៅក្នុងឆែក permission យើងដាក់ម៉េចក្នុង database ដែលយើង set up ក្នុង permission ហ្នឹងគឺយើងមានចឹងដូចគ្នាបើយើងអត់មានអញ្ចឹងទេគ្នាក៏សង្ឃឹមថាឆែកទៅវាឃើញទោះបីជាគ្នាលក្ខណៈថាបើសិនជាយើង set up ហើយប៉ុន្តែឈ្មោះយើងមានអត់នឹងទេយើងយកមកប្រាប់ឲ្យផ្សេងពេលហ្នឹងគឺឆែកមិនឃើញទេអញ្ចឹងត្រូវចាំថាបើយើង set up នៅក្នុង database យើងមិនយើង set up នៅក្នុងនេះទាំងដូចគ្នាអញ្ចឹងគ្នាត្រូវឃើញហើយបន្តបើយើងធ្វើបែបហ្នឹងរួចអស់ហើយយើងនឹងទៅតេស្តសាកល្បងនៅក្នុង Postman តែឈប់យើងត្រូវចាំថាកន្លែងឆែក permission ហ្នឹងយើងត្រូវបោះ parameter ជា route បោះ parameter ជា route អញ្ចឹងហ្មងបើយើងចង់ឆែកទៅលើតទៅនឹង get list យើងដាក់ឆែកមកប្រកាស
rọt mối sẽ rọt chạy việc lấy dân từ tao chơi chạy FC chứ bóc ra máy để chạy FC dân từ ok ok là dân chung đó postman ấy dân chung mà đang một can account login mà dân sẵn dân mà login account mà nhóm này để account mới những cái chi mình role chi ví dụ vậy đấy dân mà tay để mà thấy dân mà nấu thầu khánh dân dân mà copy để thầu khánh mới nâng thực đạn nấu nông và chạy bao giờ nâng làm bay ai thôi cả access ban mà dân mà thầu khánh vì mà ai access ban từ tay nâng ok chịu phát postman nó sale mới sẵn cái tôm mốc như nâng châu từ cái này mở profile áถ้ากดเมนเราเลยแล้วเดี๋ยวเคยไหมถ้ากดเมนเราเลยคลาสเมนเราเกิดบายดีเมนเราครีเอทให้นังเราเลยมวยเตียนนั่นแหละเป็นส่วนไหนโอเคยังตัวมันเทียบยังนังหมดtayตั้งออกกันเนี่ยยังหมดtay từ lờเราบอกยังนังหมดtay từ lờก่อนตั้งออกกันเนี่ยtừ lờการอัพได้สั่นแบบขยันไปtay làการได้สั่นก่อนมันมีสั่นก่อนแสบบานได้ขยันนี่ยังในขนมเราlấy con mình mới sản nhưng ai khơi cho con ai giải bàn ok nhưng tay tập đó này khơi hồi này ok bye bye này bên trong đó nó sắp ra